Hello សួស្តីអ្នកនរគ្នាតោះមកជួបជាមួយនឹងវីដេអូរបស់ខ្ញុំពីរបៀបការបង្កើតវីដេអូ AI ជាដំបូងយើងចូលទៅកាន់ App Store បន្ទាប់មកយើងវាយពាក្យថាក្រុកកម្មវិធីនេះគឺងាយស្រួលបង្កើតមែនទែនបងប្អូនឥឡូវនេះយើងបានចូលមកដល់ផ្ទាំងក្រុកយើងគ្រាន់តែ download មកតែខ្ញុំបាន download ហើយយើងចូលមកដល់ក្នុងកម្មវិធីនេះគឺងាយស្រួលបង្កើតបងប្អូនមិនចាំបាច់បង់លុយគឺយើងអាចបង្កើតជាវីដេអូបានដែរត្រឹម6 secondបើសិនយើងបង់លុយគឺបានត្រឹម10 second ឥឡូវនេះយើងចូលទៅបង្កើតយកpromptសម្រាប់ prompt គឺខ្ញុំបង្កើតនៅក្នុង chat GPT គឺខ្ញុំសរសេរនៅក្នុង chat GPT គឺខ្ញុំចង់បានសត្វស្វានៅខាងក្រោយកោវត្តនៅកំងកោវត្តអញ្ចឹងណាបងប្អូនហ្នឹងតាមដែលយើងចង់បានទេយើងសរសេរជាភាសាអង់គ្លេសឬក៏បានសរសេរជាខ្មែរក៏បានឥឡូវខ្ញុំសរសេរជាខ្មែរហើយតែខ្ញុំចង់បានជាអង់គ្លេសយើង copy prompt មកយើងចូលមកដាក់នៅក្នុងក្រុកបន្ទាប់យើងចូលទៅក្នុងក្រុកហើយយើងចូលកន្លែង image ដើម្បីជ្រើសរើសយករូបភាពដែលយើងចង់បានហើយយើងផាស prompt មិញចាំមើលតិចទៀតវាចេញមកបាទបងប្អូននេះគឺជារូបភាពដែលយើងចង់បានមួយណាក៏បានដែរវាឲ្យយើងជ្រើសរើសមួយណាដែលយើងស្រឡាញ់ឥឡូវយើងយករូបភាពនេះមួយហើយយើងចុចកន្លែងវីដេអូដើម្បីយើងបង្កើតជាវីដេអូបងប្អូនឥឡូវបានហើយជាធម្មតាបើសិននេះវីដេអូណារៀងនេះចឹងវារៀងយូរបងប្អូនយើងរងចាំប្រហែលជា30វិនាទីយើងបានហើយតែយើងកាត់ត្រង់បាទនេះគឺជាវីដេអូដែលយើងចង់បានយើងគ្រាន់តែ save prompt មកបងប្អូនតែប៉ុណ្្នឹងឯងបងប្អូនអរគុណ